ទៀតហើយបងប្អូនអើយឃ្លានពេកអានេះបាយនេះគឺខ្ញុំឆាខ្ញុំយកទៅទុកក្នុងទូទឹកកកមួយយប់ណាបងប្អូនបាយដែលយើងដាំហើយហ្នឹងដាំហើយប្រហែលជាតាមពិតបាយហ្នឹងបាយកកដែរទេហើយខ្ញុំយកទៅដាក់កដៅនៅក្នុងទូទឹកកកហ្នឹងរយៈពេល12ម៉ោងចូល12ម៉ោងជាងណាហើយខ្ញុំយកមកឆាគឺឃើញថារសជាតិគឺធម្មតាបងប្អូនគឺអត់មានថាបាត់រសជាតិអីទេគឺនៅឆ្ងាញ់គ្រាន់បើចាហើយចំពោះការយកកដៅឲ្យក្តៅឡើងវិញហើយរសជាតិយ៉ាងម៉េចខ្ញុំអត់ទាន់ដឹងទេប៉ុន្តែនេះខ្ញុំយកវាយកមកឆាឃើញថាឆ្ងាញ់ធម្មតាអញ្ចឹងណាហើយក្នុងបាយនេះគឺយើងញ៉ាំទៅអត់ឡើងស្ករទេពីព្រោះបាយគឺខ្ញុំបានមើលវីដេអូបងគាត់ធ្វើជាច្រើនពាក់ព័ន្ធជាមួយនឹងបាយដែលយើងដាក់នៅក្នុងទូទឹកកកបងប្អូន12ម៉ោងគឺអត់ឡើងជាតិស្ករទេអញ្ចឹងបងប្អូនអាចអនុវត្តតាមខ្ញុំក៏បានមិនអនុវត្តក៏បានដែរគ្រាន់ថាបើយើងចេះថែសុខភាពពីឥឡូវទៅនៅពេលដែលយើងចាស់ទៅគឺយើងមានសុខភាពល្អអញ្ចឹងណាចាសុខភាពរាងកាយយើងល្អហើយអានេះមិនមែនខ្ញុំញ៉ាំអាចារ្យហ្នឹងទេបងប្អូនអានេះច្រើនណានេះបាយខ្ញុំតែជាស្រ័យហ្នឹងកន្លែងមិនសូវស្អាតទេព្រោះអីកន្លែងដែលឆាហ្នឹងហើយថតបដ ாய் ចាហើយចង់បញ្ជាក់បងប្អូនថាយើងអ្នកសម្រក់គីឡូមិនចាំបាច់តឹងរឹងចំពោះខ្លួនឯងខ្លាំងពេកទេថ្ងៃណាយើងធ្វើបានល្អក៏ល្អទៅថ្ងៃណាយើងធ្វើមិនបានក៏តាមហ្នឹងទៅគ្រាន់ថាពេលដែលយើងធ្វើអត់បានវាឡើងអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងដឹងខ្លួនថាឡើងហើយយើងដកមកវិញមកវាស្រកវិញហើយការដកហ្នឹងគឺវាអត់មានអីពិបាកទេចាអត់មានអីពិបាកទេហើយសម្រាប់ខ្ញុំមួយខែខ្ញុំធ្វើបានល្អយ៉ាងច្រើន10ថ្ងៃអីហ្នឹងចាចំណុចខ្ញុំធ្វើអត់បានល្អសឹង20ថ្ងៃឯងបងប្អូនអញ្ចឹងវីដេអូហ្នឹងអត់ចង់ឲ្យវែងពេកទេមានសូមបញ្ចប់ត្រឹមហ្នឹងណាបងប្អូនណាចាអរគុណដែលបានចូលមើលបាយ